bà chân dương và to tiết nếp future characteristicจะรักดักขนาดระบบ future นะตาม future មានจะรักดักขนาดโดยประเด็นចឹងវាមានសារៈសំខាន់មួយចំនួន seven major ណាបាទណាមានចំណុចសំខាន់ចំនួន7បាទ seven major underlying asset group បាទគឺវាស្ថិតនៅក្រោមនៃទ្រព្យកម្មបាទប៉ុន្តែនឹងវាស្តង់ដារនៅអាមេរិកណាបើនៅអឺរ៉ុបនៅផ្សេងអាចផ្ទុយពីនឹងឬក៏អាចខុសពីនឹងខ្លះនៅកម្ពុជាយើងវាអត់ទាន់មានទេហ្នឹងបាទអត់ទាន់មានទេអនាគតប្រហែលជាមានប៉ុន្តែវាប្រហែលជាមិនតម្រង់ទេវាអាចជាតម្រង់ជាសមាគមឬយ៉ាងណាណាជាមើលទៅមុខទៀត delivery ការដឹកជញ្ជូនណា physical delivery ការដឹកជញ្ជូនជាក់ស្ដែងគឺត្រឹមតែ1 ទៅ 2% អញ្ចឹង1 ទៅ 2% ហ្នឹងគឺតកតងទៅនឹងថ្លៃឈ្នួលនៃការដឹកជញ្ជូនណានៃតម្លៃទំនិញអញ្ចឹងអាច1 ទៅ 2% នៃថ្លៃទំនិញគឺទំនិញនឹង$100ដឹកជញ្ជូនអស់$1អញ្ចឹងទៅមិនដេញមកវា case settlement ទូទាត់ជាសាច់ប្រាក់មានពាក្យថ្មីទៀតដែរនេះគឺ long position long គឺមានន័យថា buy ណា buyer of a future contract long position មានន័យថាអ្នកទិញណាកិច្ចសន្យាអនាគត short អ្នកលក់ short sell បាទអ្នកលក់ short seller of a future contract បាទអ្នកលក់ future contract ហ្នឹងណាបាទពេលខ្លះពាក្យបច្ចេកទេសយើងបកអត់ចេញណាពេលខ្លះឡងដកវែងអញ្ចឹងទៅណាបាទបើសិនយើងបកតាម Google Translate ក៏ត្រូវទាំងអស់ដែរប៉ុន្តែមានកម្មវិធីមួយទៀតថ្ងៃមុនខ្ញុំឃើញគេដាក់នៅក្នុងទូរស័ព្ទដៃយើង copy អានឹងចូលឲ្យដាក់តែកន្លែងបកប្រែឲ្យយើងរើសឲ្យទៅតាមខ្លឹមសារនៃវិស័យរបស់យើងណាបើវិស័យពេទ្យយើងរើសយកពេទ្យទៅវិស័យហិរញ្ញវត្ថុឬយករញ្ញវត្ថុវិស័យច្បាប់យើងរើសយកច្បាប់ទៅហ្នឹងបាទអត់លុយតែពីលុយឈ្មោះអីគេអត់ដឹងគឺគេផ្សាយទូរស័ព្ទហ្នឹងបើគាត់ជាលុយវាកាត់តាមយើងប្រើអ៊ីនធឺណិតកាត់តាមអ៊ីនធឺណិតតិចហ្នឹងshort position យើងបកតាម Google សាប់មើលគឺមុខតំណែងខ្លីឡាបន្តទៀត trading ការជួញដូរណាopen អាវក្រៅនេះគឺពាក្យបច្ចេកទេសរបស់វាយើងអាចជួញដូរតាមយ៉ាងអីតាមសម្លេងយើងដឹងជួញដូរមិនទេតាមសម្លេង and handing signal អញ្ចឹងន័យថាសម្លេងនឹងធ្វើសញ្ញា
បាទតើតើមើលកន្លែង Facebook ហ្នឹងមើលទៅមិនដឹងហ្នឹងបាទ2 3ហ្នឹងបាទត2 ត3 10 តប្រហែលអញ្ចឹងណាអញ្ចឹងមិនទៅបាទផិនក្រៅផិនឲ្យក្រៅហ្នឹងបាទណាអេឡិចត្រូនិកនេះជួយដូរតាម network ហ្នឹងបាទអញ្ចឹង by voice and hand signal យើងមើល open ក្រៅគេអញ្ចឹងការជួយដូរនោះគឺតាមរយៈសំឡេងនិងធ្វើដៃជាសញ្ញាលើកដៃអីជាសញ្ញាអញ្ចឹងណាព្រោះនៅតាមហាងកាហ្វេប្រហែលឆ្នាំមុនសៅរ៍អាទិត្យគឺបដាល់ណាមិនឃើញសេចបាទឥឡូវនៅមានទេទីស្ងាត់ទេឥឡូវបដាល់បាទស្ងាត់ទេទីបដូរបរ្យាកាសទៅមើលទួបើចូលកន្លែងហៅអីយ៉ាងអីចឹងបាទហើយខាងទីច្រើនមានចូលតាម platform បាទជាទំនើបដូចខ្ញុំថាមិន GDP កាន់ខ្ពស់ទៅលុយកាន់ច្រើនទៅវាទៅដូរទៅតាមហ្នឹងកាលមុន GDP យើងបានតែ$1000ក្នុងមួយឆ្នាំអញ្ចឹងជិះម៉ូតូទៅចតតាមកាហ្វេសេវេវទៅបាទចឹងខាងលើ open ឲ្យក្រៅហ្នឹងគឺការជួញដូរនោះដោយប្រើប្រាស់សំឡេងណាយើងនិយាយទៅហើយលើកដៃជាសញ្ញាដល់ពេលក្រោយតាម network ហើយណាតាម platform តាមអីចឹងទៅបាទ electronic call ណា floor broker and jewel trader execute customer order ចឹងអានេះគឺនៅជាន់ណា floor នោះគឺជាន់ហើយយើងរៀនមេរៀននៅ option គឺមានជាន់ហើយជាន់របស់ broker គឺឈ្មោះកណ្ដាលមានន័យថាអ្នកជួញដូរនោះគឺអនុវត្តបាទអនុវត្តការជួញដូរទៅតាមការបញ្ជារបស់អតិថិជនណាអញ្ចឹងគឺអតិថិជននោះគាត់អាចនៅកន្លែងហាងកាហ្វេអាចនៅផ្ទះណាគាត់ឆែកមើលតម្លៃនៃផលិតផលកសិកម្មនឹងជួញដូរលើទីផ្សារនឹងហើយគាត់ call តាមរយៈទូរស័ព្ទទៅណាបាទណាទៅការជួញដូរតាមទូរស័ព្ទឬក៏តាម Telegram តាមអីចឹងទៅតាក់ទងគ្នាណាបាទនៅ floor broker can be terminated by an offsetting transaction ណាអាចត្រូវបានបញ្ចប់តាមរយៈការលុបចោលប្រតិបត្តិការបាទចរិតលក្ខណៈរបស់វាទៅដល់ឧទាហរណ៍បើខាងនេះវាទៅហក់ពេកច្រើនពេកចង់ពាក់កណ្ដាលទៅវាអត់ទឹកទេសិបាទប្រហែលក្រុមសៅលេងរបស់ទិនទ្វីឲ្យ3គ្រាប់អូខេបទបញ្ញត្តិនៃកិច្ចសន្យាណាបទបញ្ញត្តិ contractual provision បទបញ្ញត្តិនៃកិច្ចសន្យាឬក៏ provision ការផ្ដល់ជូនមកពី provide underlying asset អញ្ចឹងនៅក្នុងលក្ខខណ្ឌនៃកិច្ចសន្យារបស់គេទ្រព្យកម្មដែលត្រូវជួញដូរមានស្អីខ្លះនេះ commodity ហ្នឹងគឺផលិតផល
ជាទូទៅផលិតផលកសិកម្មបាទគឺនៅ Chicago Board of Trade ដែរបាទ COT មិញ COBT Chicago Board of Trade មិញ commodity ផលិតផលកសិកម្មស្រូវពោតសណ្តែកណាល្ងម្រេចអញ្ចឹងទៅ currency ជួយដូររូបិយប័ណ្ណអញ្ចឹងរូបិយប័ណ្ណក៏មិនមែនជួយដូរនៅ New York Stock Exchange ទេគឺជួយដូរទៅ stock ទេគឺនៅ Chicago ដែរណា currency ណាបាទ currency financial instrument ឧបករណ៍ហិរញ្ញវត្ថុបាទមានឧបករណ៍សន្ទុះឧបករណ៍ហិរញ្ញវត្ថុ financial instrument index សន្ទុះឧបករណ៍ហិរញ្ញវត្ថុសន្ទុះហើយនឹង stock ខុសគ្នាតែបិទសន្ទុះនោះគឺវាជា stock របស់ក្រុមហ៊ុនហ្នឹងបាទរបស់ក្រុមហ៊ុនដែលលក់ពីហ៊ុនហ្នឹងណាបាទជាសន្ទុះរបស់វាណាបាទនឹងទំនិញដទៃទៀតបើនិយាយរួមទៅនៅអាមេរិកទីផ្សារហិរញ្ញវត្ថុបិទក្រោយគេបើសិនយើងគិតមើលផែនដីបើអាមេរិកនៅខាងលិចហើយអាស៊ីវានៅខាងកើតណាបាទអញ្ចឹងគេកំណត់អញ្ចឹងប៉ុន្តែតាមពិតផែនដីមូលវាមិនដឹងណាឃើញមុនទេណាបាទឃើញមុនទេប៉ុន្តែគេកំណត់ថានៅអាស៊ីនេះគឺនៅខាងកើតបាទវាមាននៅខាងកើតអញ្ចឹងគឺទីផ្សារហិរញ្ញវត្ថុចាប់ដើមបើកដំបូងគឺនៅអាស៊ីនៅជប៉ុននៅអូស្ត្រាលីដំបូងគេជប៉ុនអូស្ត្រាលីហុងកុងអញ្ចឹងទៅណាបាទជប៉ុនហុងកុងទៅបន្ទាប់ទៅអូស្ត្រាលីទៅម្ដុំអាស៊ីបូព៌ាបាទស៊ីបូព៌ាបានទៅម្ដុំអឺរ៉ុបចុងក្រោយគឺបិទចុងក្រោយគេនៅឆ្នេរអាមេរិកកាំងនៅ Chicago ហ្នឹង Chicago បិទទ្វារចុងក្រោយគេហ្នឹងបាទនៅជិតបើយើងហៅថាឆ្នេរខ្សាច់ណានៅ Chicago ហ្នឹងគឺបិទទ្វារទីផ្សារហ៊ុនក្រោយគេចឹងដូចយើងនៅនេះម៉ោង10ព្រឹកនៅអាមេរិកហ្នឹងវាប្រហែលជាខ្ទង់10យប់ឬក៏មិន10យប់ឬក៏9យប់ចឹងទៅវាខុសគ្នា11ម៉ោងឬ12ម៉ោងអាស្រ័យទៅលើខែណាបាទខែខ្លះខុសគ្នា12ម៉ោងខែខ្លះខុសគ្នា11ម៉ោងចឹងទៅបាទបើមួយអឺរ៉ុបយើងខុសគ្នាខែខ្លះ5ម៉ោងខែខ្លះខុសគ្នា6ម៉ោងដោយសារប្រទេសយើងតូចអត់មានពេលដូរម៉ោងទេតែបើនៅដូចជានៅបារាំងនៅអឺរ៉ុបបាទដល់ខែណានោះទៅគេដូរលើក1ម៉ោងថយ1ម៉ោងវិញណាបាទប្រហែលខែនោះ1ម៉ោងទៅប្រហែលថាខែនោះវាថ្ងៃរះវាខ្ពស់ពេកគេថាម៉ោងបាទគេបន្ថយ1ម៉ោងទៅខែនោះថ្ងៃរះនេះពេកគេបង្កើន1ម៉ោងវិញហ្នឹងណាបាទអញ្ចឹងបានហើយយើងខុសគ្នាពេលខ្លះយើងខុសគ្នា6ម៉ោងពេលខ្លះខុសគ្នា5ម៉ោងទី2ចំនួននិងបរិមាណចំនួននិងគុណភាពនៃទ្រព្យសកម្មអញ្ចឹងគេបញ្ជាក់ដែរណាបាទណាតើទ្រព្យសកម្មដែលត្រូវយកទៅជួញដូរនឹងតើមានគុណភាពដែរបាទមានគុណភាពគេដាក់នៅកន្លែងហ្នឹងឯងអញ្ចឹងបានពេលតំណែងទៅពីវៀតណាមបាទតំណែងណាគុណភាពគេឲ្យចូលហើយអញ្ចឹងគេបញ្ជាក់នៅកន្លែងហ្នឹង quality ហ្នឹងបាទប្រយ័ត្នប្រយែងនេះណាឥឡូវចិនអត់សូវទិញត្រេនវៀតណាមទេអញ្ចឹងត្រេនវៀតណាមមានតាណាវាមកខ្មែរបាទប្រយ័ត្នប្រយែងតិចបាទទុំជាប់យើងកុំហូបទៅណាបាទយើងដឹងប្រភពច្បាស់ចាំយើងទៅញ៉ាំទៅឧបមាថាយើងស្គាល់មិត្តភ័ក្តិថាអូមិត្តភ័ក្តិហ្នឹងពិតជាមានចការតរេនមែនណាអញ្ចឹងតាក់ទងគាត់រយញ៉ាំទៅចការទៅទិញតាមកន្លែងខ្លាយហ្នឹងក៏ដូចក៏មិនច្បាស់ថាតរេនពិតដែរណាបាទយើងចាញ់បោកតែយើងចាញ់បោកអាកន្លែងនេះលក់ប្រេននេះអាកន្លែងនៅម្ដងអូឡូពិកអីនេះបាទឃើញគេដាក់បាទហើយកុំដល់ឈ្មោះគេពេកណាហ្នឹងហើយឃើញដាក់អញ្ចឹងប្រេនឃើញចូលទិញពេលខ្លះក៏លួចបន្លំយើងដែរពេលខ្លះក៏លួចបន្លំយើងដែរហើយជួនកាលអាពិតនឹង8ទៅលួចបន្លំ2អញ្ចឹងទៅអា2នេះចំណេញច្រើនបាទតែរបស់សំណាស់តែបើយើងច្បាស់ថាអូម្នាក់ហ្នឹងគាត់មានចការតរេនពិតប្រកបមែនតាក់ទងគាត់អានឹងល្អបាទ delivery cycle យើងមើលខួបនៃការផ្ទេរនៃការដឹកជញ្ជូនណា delivery cycle
month for which future contract can be trade គឺនៅក្នុងខែហ្នឹងគឺវាអាចមានច្រើនខែពីរខែយ៉ាងទៅដែលកិច្ចសន្យាអនាគតនឹងត្រូវបានជួញដូរអញ្ចឹង future contract វាអាចមាន30ថ្ងៃ60ថ្ងៃ90ថ្ងៃ120ថ្ងៃយ៉ាងទៅណាប៉ុន្តែកម្រដល់មួយឆ្នាំខួបវាវិញហើយតែបាទព្រោះផលិតផលកសិកម្មបាទធ្វើតាមរដូវរបស់វាអញ្ចឹងទៅណាតាមរដូវរបស់វាប៉ុន្តែបើនៅធ្វើស្រែចម្ការមួយឆ្នាំយើងក៏អាចបាន3ដង2ដង3ដងតាមនឹងដែរណាបាទស្រូវភាសាត្រូវប្រាំងណាបាទ expiration date ថ្ងៃផុតកំណត់ settlement mechanism and delivery location ណាបាទយន្តការនៃការដោះដូរនិងទីតាំងនៃការដឹកជញ្ជូនចឹងអានឹងត្រូវមានបញ្ជាក់នៅក្នុងលក្ខន្តិកៈនៃកិច្ចសន្យាចឹងពេលដែលរៀបចំកិច្ចសន្យានៃការជួញដូរបញ្ជាក់លក្ខន្តិកៈនឹងឲ្យច្បាស់ណាបាទបាទនៅក្នុងលក្ខន្តិកៈហ្នឹងណាបាទបើគិតទៅវាដូចចំណៃទូទៅទេបាទធម្មតានៅក្នុងកិច្ចសន្យាកិច្ចព្រមព្រៀងធ្វើការជួញដូរមួយមានបញ្ជាក់ពីឈ្មោះមានទីតាំងមានតម្លៃមានអាស័យដ្ឋានមានអីហោះហ្នឹងណាបាទធម្មតាណាបាទដូចជាមើលឧទាហរណ៍បាទដល់ហើយគិតទៀត100 ounce គោល1 ounce ស្មើបានជី8 ជីព្រោះតែណាមានលុយទិញមាសច្រើនណាបាទខ្ញុំមានទេចំណេញអូបើនិយាយលក់មាសការឲ្យសងខ្សែកពីខ្សែពីត្រឡឹងលោប្រពន្ធយកតែលក់អស់បាត់ហើយចូលភាសាហ្នឹងវាអត់មានលុយទិញផ្ទះបងលក់តអូនហ្នឹងបាទណាបាទលួងបាទទឹកអីនោះបានដាច់ចិត្តឲ្យយកខ្សែកទៅលក់បាទកាលភាសាហ្នឹងមួយជីបាទផាលហ្នឹងមើលទៅបាទកាលហ្នឹងស្អាតដល់ហ្នឹងផងដូចមួយជីបាន100ទេភាសាហ្នឹងណា2010ការឲ្យ2010លក់2010បាទមុនការធ្វើណាបាទការឲ្យលក់ដល់អីបោះយើងហើយឥឡូវយើងបោះគេវិញឥឡូវចំអញ្ចឹងគេដាក់នៅកន្លែងហ្នឹងណា100 អោនចាប់ពី100 អោនណាអត់ទៅទិញបានមួយតលឹងទេអានេះ100 អោនស្មើ8 G 100 អោនគឺ80តលឹងពេលយើងគិតមើលទៅ80តលឹងមួយតលឹងឥឡូវ4000បាទ80តលឹងវាប្រហែល4000វា80000ជាងណាបាទចិត្ត80តលឹងវា8ម្ដង320000ហើយ320000ណាបាទអញ្ចឹងវាស្មើនឹង3គីឡូ1គីឡូ20តលឹងជាងអញ្ចឹង80តលឹងវាស្មើ3គីឡូហើយticket size នេះ $0.10 ក្នុង100 អោនអញ្ចឹងគេយកតិចដែរទេណា$0.10នៅក្នុង100 អោនអញ្ចឹងមួយ contract គឺយក$10អញ្ចឹងមានន័យថា100 អោននេះ100 អោនគឺស្មើនឹង80តលឹងនេះគេយកថ្លៃឈ្នួលទៅ$10ទេព្រោះមក contract ស្មើនឹង100 អោនណា100 អោនយើងយក100នេះមកយក100គុណ 0.10 នេះមកឃើញ$10នេះនេះ 0.10 នេះ100គឺ10នេះ$10ប៉ុន្តែអានេះទិន្នន័យកាលពីសភៅនេះ2000ឆ្នាំ2000ជាងណា20ឆ្នាំមុននេះឥឡូវគេឡើងដល់$20ឬយ៉ាងណាឬអត់ដឹងទេណាបាទតឆែកមើលខ្លួនឯងតិចទៅ Gold price change ថ្លៃមាសបាទតម្លៃរបស់មាសប្រែប្រួល$3$3អញ្ចឹងនៅពេលដែលថ្លៃមាសប្រែប្រួល$300អញ្ចឹងយើងប្រហែលមួយអោននឹងថ្លៃ$3ប្រែប្រួល$3 100 អោន$300 mark to market industrial margin គឺ
37 chẳng hạn mình tới cái nó phải chỉ máu mà một con nó chuẩn bị đằng lên đằng đài mới chỉ sân mới được cái này miền tôi được chơi mới nhai món này mơm khơi nhé để cho ăn CME S&P S&P nó cứ chia cái lại nụ thịt xa hơn á ê mẹ này nó đôi chia lụt xa hơn nam ở miền New York Stock Exchange NYSE miền Nasdaq miền Dow Jones DJ Industrial Average S&P Standard & Poor គឺជាស្ថាប័នមួយនៅក្នុងការវិតម្លៃអំពីចំណាត់ថ្នាក់របស់ភាគហ៊ុនឬក៏សញ្ញាបត្រភាគហ៊ុនសញ្ញាបត្រនៅអាមេរិកមានស្ថាប័ន2គឺ Standard & Poor ហើយនិង Moody និង Standard & Poor នេះ S&P 500នឹងបាទអញ្ចឹងស្ថាប័នដែលវិតម្លៃភាគហ៊ុនហ្នឹងក៏គាត់មានភាគហ៊ុនរបស់គាត់ដែរគាត់យកទៅដាក់លក់នៅបាទChicago Board of Trade ហ្នឹងណាបាទបាទជើងមើលបន្តទៀតនៅ CME នេះគឺ250 time ណា250 time នៃ Standard & Poor 500 Stock Price Index ណាបាទ0.1 Index Point អញ្ចឹងក្នុងមួយពិន្ទុស្មើនឹង2.5 ណាយើងយក250ខាងលើគុណ 0.1 គឺ 2.5 ណាបាទ Industrial Margin គេតម្រូវមែនតម្រូវមាន 19688 អានេះអឺរ៉ូលុយអឺរ៉ូម្ដងណាលុយអឺរ៉ូដាក់ជួញដូរនៅនឹងដែរ125,000 អឺរ៉ូចាប់ពីនឹងទៅបាទទិញពី150,000 អឺរ៉ូទៅអញ្ចឹងក្នុង1អឺរ៉ូគេយកប្រហែល 0.001 ដុល្លារអញ្ចឹងក្នុងចំណោមពី 105,000 អឺរ៉ូអញ្ចឹងគឺគេយក12 ដុល្លារចុច 50 អញ្ចឹងក្នុងមួយ contract មានន័យថាមួយ contract គឺស្មើនឹងពី 105,000 អឺរ៉ូហើយមួយ contract គេយក12 ដុល្លារណា Industrial Margin គឺ 900 10-year T note ដែលមានរយៈពេល 10 ឆ្នាំជាទូទៅ bill មានរយៈពេលក្រោម1ឆ្នាំ T bill T មកពាក្យ treasury របស់រដ្ឋបាទ T bill T note ហើយនឹង T bond ជាទូទៅចេញផ្សាយដោយរដ្ឋាភិបាលជាតិអត់មានសិទ្ធិលក់ភាគហ៊ុនទេកាលណាលក់ភាគហ៊ុនបើសិនជាយើងវិញគឺលក់ផ្ទៃដី 181,035 គីឡូម៉ែត្រការ៉េហើយថ្ងៃមុនសម្ដេចថាណា 181,400 ប្រហែល 100 ហ៎បាទប្រហែល 100 គីឡូម៉ែត្រការ៉េរបស់គាត់គាត់ប្រាប់មុនស្បែកគាត់និយាយនៅក្នុងហ្នឹងព្រោះគាត់ថាវាស់លំអៀងតចុច GPS ទៅបើអត់លំអៀងហ្នឹងបាទលើវាអាចដែរវាអាចជួនកាលទៅវាដីវាដុះចូលផ្ទៃទឹកថែមទៀតណាបាទវាខ្លះតែជួនកាលការវាស់កាលពីប្រហែលឆ្នាំមុនវាមិនសូវមានតម្លាភាពខ្លះដែរណាបាទជាក់ស្ដែងជួនកាលវាយើងកុំនិយាយនៅរឿងព្រំដែនណាវាមិនមែនកាតព្វកិច្ចរបស់យើងមានជំនាញT bill គឺក្រោម1ឆ្នាំជាទូទៅ T bill មួយស្លឹកគឺ 10,000 ដុល្លារ 10,000 ដុល្លារនៅអាមេរិកតែនេះ T note
thì nốt cứ chỉ lo pi một năm tới 10 năm nốt chỉ lo pi một năm tới 10 năm thì nốt chỉ tới một slot cứ 5,000 này phần ta không cả này ní cứ miền $10 đã $10 ហើយពី 10 ឆ្នាំទៅដល់ 30 ឆ្នាំឬយូរជាងនេះthì bòn đấy chấm bill cứ chỉ lo cào một năm bill cào một năm miền bill khác buôn sập đà bill khác 30 ngày 60 ngày 90 ngày mà rồi phải ngày và bây giờ mà khai pi khai bay khai và mũi khai như thế phần tác bill là cái chỗ chất cho ra cho lên tiếp xác cứ bill miền dẹp bay khai nên của mũi khai cứ cho những kỳឬក៏ 90 ថ្ងៃហ្នឹងបាទដល់ពេលណូតជាទូទៅពី1ឆ្នាំទៅដល់ 10 ឆ្នាំនេះដល់ពេលបោនពី 10 ឆ្នាំទៅដល់ 30 ឆ្នាំឬយូរជាងនេះអញ្ចឹងរដ្ឋាភិបាលជាតិរបស់ប្រទេសនីមួយៗគឺចង់លក់បានបំណុលលក់3ហ្នឹងគឺ T bill T bond T note T bond សម្រាប់វិស័យឯកជនវិញគាត់អត់ប្រើពាក្យ treasury ទេបើសិនជាក្រុមហ៊ុនឯកជនគាត់បោះលក់ជា corporate bond អញ្ចឹងទៅជា corporate bond ណាបាទបើសិនជាស្ថាប័នរបស់រដ្ឋក្រៅពីរដ្ឋាភិបាលជាតិឧទាហរណ៍ដូចជាអាជ្ញាធរមូលដ្ឋានណាអាជ្ញាធរឃុំសង្កាត់គាត់បោះលក់គេប្រើពាក្យ municipal bond សញ្ញាបត្រមូលដ្ឋានឬសញ្ញាបត្រក្រុង municipal bond ហ្នឹងបាទចឹងករណីនេះគឺ T note គឺមានតម្លៃចរិត$100,000គឺ 10,000 ណាចឹងចង់ទៅទិញនៅ Chicago $10,000 ហ្នឹងបាទបើសិនជា 1,000 វាតិចពេកevery 1 លើ 32 បាទ 1 លើ 32 បាទចលនាប្រែប្រួលរៀងរាល់ 1.32 នៃថ្លៃបោនបាទរហូតដល់ 15.625 ណាក្នុងមួយកិច្ចសន្យាហើយ initial margin គឺ 1013 ហើយបានគេកំណត់លេខ 32 នៅកន្លែងនេះលេខ 32 ព្រោះជាលេខដែលចែកដាច់ចំនួនដែលចែកនឹង 32 គឺចែកដាច់ប៉ុន្តែវាមានក្របៀសមែនណាយើងអាចយកបានជឿសាក់មើលទៅបើ 32 ចែក 32 ខ្ញុំដឹងឲ្យស្មើ1ណាគេបើ 16 ចែក 32 គឺ 0.5 ហើយណាបាទពាក់កណ្ដាលណាយើងយក1ចែក 32 គឺចែកដាច់2ចែក 32 គឺចែកដាច់3ចែក 32 គឺចែកដាច់ចាក់បាទដូចអញ្ចឹងហ៎ 3.32 ចែកមើលក៏ហក់ទេមានក្បៀនដឹងតែមានក្បៀនហើយ3ចែក 32 បាទចែកដាច់ទាំងអស់សុខចិត្តខូចក្បៀន5ខ្ទង់នឹងចែកដាច់ទាំងអស់អញ្ចឹងមូលហេតុដែលទីផ្សារហិរញ្ញវត្ថុយកពាក្យបែង 32 នេះគ្រប់លេខទាំងអស់ដែលចែកជាមួយនឹង 32 គឺចែកដាច់ទាំងអស់ចែកដាច់ទាំងអស់ហ្នឹងបាទលេខដែលចែកដាច់ឧទាហរណ៍1ចែក3 1ចែក3គឺ 0.33 រហូតដល់ជាងមេឃហ្នឹងបាទណាអានឹងគឺចែកដាច់ទេហ្នឹងបាទបើជឿសាក់មើលទៅយក1ចែកជាមួយ 32 គឺចែកដាច់ទាំងអស់ហ្នឹងបាទអញ្ចឹងបានទីផ្សារហិរញ្ញវត្ថុកំណត់យកលេខ 32 សុខចិត្តខូចក្បៀស5ខ្ទង់4ខ្ទង់6ខ្ទង់អីចឹងទៅណាបាទប៉ុន្តែចែកដាច់យើងពួកគេឆ្លាតណាបាទបើមិនឆ្លាតមិនគេបង្កើតទីផ្សារហិរញ្ញវត្ថុឲ្យដល់យើងរាល់ថ្ងៃហ្នឹងបាទយើងមិនឆ្លាតដូចគេពេកទេធ្វើម៉េចមានចំណូលគ្រប់គ្រាន់ចេញពីរៀននេះទៅទាត់បាល់ទៀតទៅបានហ្នឹងសុខភាពបាទសាច់ចុកខ្លាញ់វាមានរបៀបជួយដូរ 3-4 ប្រភេទរបស់វានៅហ្នឹងណាបាទរបៀបខ្លះអ្នកលក់ទៅទិញអត់ស្គាល់ទេអ្នកលក់នៅអាមេរិកអ្នកទិញនៅកម្ពុជាអញ្ចឹងទៅណាបាទណាប៉ុន្តែមានទីផ្សារហិរញ្ញវត្ថុជាអន្តរការីដើម្បីធានាពីភាពត្រឹមត្រូវភាពស្របច្បាប់ណាកុំឲ្យមានការកេងបន្លំនៅកន្លែងហ្នឹងនៅគាត់ថាអ្នកទិញនិងអ្នកលក់ត្រូវបង់កម្រៃសេវាដល់ទីផ្សារហិរញ្ញវត្ថុបាទមួយទៀតជាការអ្នកលក់និងអ្នកទិញគាត់ជួបគ្នាដែរណាអ្នកលក់គាត់ផុសគេថាគាត់មានហ៊ុនរបស់ក្រុមហ៊ុន A អ្នកកាន់នៅក្នុងដៃប្រព័ន្ធនេះក៏ដាក់លក់តម្លៃនេះដល់ពេលអ្នកទិញគាត់កំពុងតែស្វែងរកអាភាគហ៊ុនរបស់ក្រុមហ៊ុនហ្នឹងក្នុងតម្លៃហ្នឹងដែរអញ្ចឹងគាត់ search នៅក្នុងអ៊ីនធឺណិតទៅឃើញគ្នា
nên mà nạt chụp ní từ tìm ra rành thuốc bây giờ cao chun đồ còn ta mình căn nuôi tự tính thì cứ chun đồ tam thành kia tại đại thì và ta tự chụp cái ní tìm ra rành mà thôi nên mà trong về khác cứ nhiệt độ đương nhiệt chụp một cái ní thì đó mình tam là bia vào vía nên mà thấy chụp cao chun đồ nữa chụp nơi cái đá làm ngồi từ chụp cá ra broker như thế nên mà nó chụp chun cái đá đấy chun cá cứ chun đồ trade từ tam từ internet thì từ tam từ upon thì từ tam từ system thì nên mà nó dân lui về tranh về chỗ từ tam từ công từ kia này các bạn cho làm như thế này bạn còn tai về miền thì ní sẽ bắt hiệp bắt bằng lối thì và sân chia admin thì ní sẽ bắt hiệp bắt bằng lối chứng tìm ra ra thuốcคือบัตรเนี่ยเป็นอาชีพทุกจัดเลยนะเนี่ยadmin โดยที่ยังเสียอย่างนั้นtìm ra ra thuốc ที่นี่นะบัตรใส่เงินบัตรที่ประดับขาดจากนั้นอย่างนั้นคือตามเจตสลายแต่บัตรลอยคือรอบัตรadmin ที่เป็นคือโลท่ายังจัดเบาจัดไอ้อันนั้นvềเรื่องเสียงvềเจตแต่còn làท่าที่จะเนี่ยบัตรเพียบอ้อยบัตรลอยอันที่bởi vì chạy bóng chung mình đa chạy bóng ấy là nam xem xế vậy nó hưởng xế theo thì có thể được chứ như thế này biết trầm trời oi này cái này nè bạn mình dùng nốt xua ở hua xua ấy nhất nặng bình dốc pì chi cho nên bạn mưa còn miền Tây chấm lại con tên cũng là đi bà bá ta sẽ con môi rán người ta là gì này chứ làm cả cần con nhóm nhạc của từng nhạc tới hai địa bàn qua để cùng chọn cùng cần lý giải con bạn này cho nên trade chuyên đâu nơi American bạn rò giúp nơi dưỡng bạn phải giúp lắm được cũng xuân sang anh muốn con về đấyแล้วก็ชอบเรียนแต่เทรดพวกแต่เทรดนั่นน่ะยุบล้างอัปเดตในดูที่ตุ้ยแบบล้างกะโลแล้วจ้องกายสับแบบล้างกะโลกายสับก็เลยเรียนก็แต่เทรดนั่นนะแบบจ้องเทรดmới có đặt lui đấy tẹtตรงก็แต่ยุบล้างก็เทรดจึงยุบล้างđâyในมังละปีเนี่ยอเมริกละปีที่ไงตรองนี่ละปีจึงก็ช่วยดูเทรดนั่นมันจึงจะนั่งคาไอ้ตามนั่นมันพวกนั้นแต่เคยจะนั่งbạn ta khơi bia láng trên đó nhà kho bài toán nó còn kho đặt Facebook của dân khơi như mà đó ở bề khan của họ đã kho Facebook con sao cái đôi kia này con sao mà chúng muốn cho bị sala dân trên chơi tức khơi từ thực ca này lại nữa mà khơi trade ối dục mình trade cho nên mà pi rồi bay rồi một con là khi bài toán nó mà dù tức khơi kho mà ngay pi ngay dân thời nó mà có cái trade đó ngay vậy của họ đã kho thìพอใบตองพอเขี้ยวกันพอเท่านั้นvì dù tới chúng ta có lên khu đá ô khu cho thêm nên đời nè mà ô cho block khơi tê lui nè chắc khu liên tranh đẹp bên đẹp bà lên làng pê chắc chữ cái má là bên pê toàn bao mặtตลบตัวแต่เป็นแต่นี้แต่หัดปรามอะไรเดียวมันการซัพพอร์ตการเชียร์ก่อนกระลาดเป็นเชียร์กันถ้าก่อนดูแล้วก่อนไม่ตายmàแต่คนตัวเต็มเป็นตามผู้ทางแบบnhóm cứ tha về lại cho ta bị bài thì chia làng mình đấy chơi mới pro mà nè những khi đăng Facebook ta lại biết được là pro nè có tình cô rồi có tình cô mỗi ta lại bay rồi ta là con vô ta lúa buôn rồi là cho nên bàn mán rồi toàn máu có thay hai sắp là tiếp bàn buôn rồi hát có ta tinh cô mua gì nằm mà đấy và con vô từ lúc bàn mán bàn của mùi rồi nằm mà đấy cái dương kệ này trên anh vào màn tinh bấy rồi lúc buôn rồi cái trên anh rồi nằm mà đò bây giờ tinh nhà tham ấy biết mình tinh buôn rồi nè tinh buôn rồi hả và thay hai sắp tiếp bàn buôn rồi hát tinh cô tóm mất lúc của mùi rồi nằm mà trước khi xui dân trên anhประมาณ trên kệ đi trên đây hôm nay tên là ba vì trên đấy nhỉ
việc mình ở trên này thì trên này mình tới vì trên này việc pay là liên được không nào pay là tinh bay rồi lúc buôn rồi trên này mà rồi ấy cho pay time 50 từ tinh giờ buôn rồi nó bị khan 50 rồi ở đây từ lúc 32 tiết nên mà đó từ lúc ăn buôn rồi trên này mà rồi 2 tiết nên mà chân lui vào quát cứ tới bậc tới lui được con để đắt óc bay rồi hà còn lúc ăn mán buôn rồi trên đây bị rồi hà nên mà mình ta pay về liền ta tam đánh tam pay về liền đánh tam pay về liền ấyខ្ញុំគូទៅហងៃមុនផ្ទះម្ដាយខ្ញុំកាលតែគាត់ទិញកាលពីឆ្នាំ2005ទិញបានទិញអស់$30,000ឥឡូវតម្លៃប្រហែលជា10,000ថា10,000ចុះអញ្ចឹងបាទចំណេញបាន7,000ណាបាទថា10,000ហ្នឹងបើសិនយើងយកទៅទិញមាសបាន25តលឹង25តលឹងនេះបាទតលឹងគឺ4,000អញ្ចឹង25តលឹងណាបាទ10,000 25តលឹងប៉ុន្តែពេលកាលគាត់ទិញ$30,000នោះតម្លៃមាសគឺ100តលឹងតម្លៃមាសគឺ100តលឹង$30,000 100តលឹងនោះមួយតលឹងប៉ុន្មានបញ្ជី300មួយតលឹងគឺ3,000បញ្ជី30មួយតលឹង300អញ្ចឹង$30,000គឺ100តលឹងឥឡូវតម្លៃផ្ទះនឹងឡើងដល់$10,000អញ្ចឹងយើងឃើញដុល្លារគឺចំណេញ7,000តាមគិតជាវិញគាត់ខាតអស់80តលឹងបើគាត់កុំទិញផ្ទះទុក100តលឹងហ្នឹងមកដល់ឥឡូវ100តលឹងឥឡូវលោកបានប្រហែលគឺបានច្រើនបាទគិតជាមាសខាតវិញគិតជាលុយចំណេញវិញតាមហ្នឹងបាទនេះគាត់គិតហានិភ័យផ្ទះសាច់ជាហានិភ័យទៀតបាទអញ្ចឹងដោយសារតែអត្រាកំណើននៃលុយវាយឺតជាងអត្រាកំណើននៃមាសអញ្ចឹងទៅធ្វើឃើញឲ្យលុយចំណេញមិនអាចឃើញមាសគិតជាមាសខាតហ្នឹងបាទអញ្ចឹងសំខាន់យើងអាចគ្រប់គ្រងពេលវេលាអត់ណាបាទបាច់គិតរឿងថាចំណេញឬខាតអីកន្លែងហ្នឹងឯងគោលដៅនៃការវិនិយោគនៃអ្នករញ្ញវត្ថុធ្វើយ៉ាងណាឲ្យតម្លៃបាទតម្លៃនៃទ្រព្យសម្បត្តិហ្នឹងគឺមានការកើនឡើងខ្ញុំឧទាហរណ៍មកថានៅដើមឆ្នាំ asset របស់យើងឬក៏តម្លៃវិហុនរបស់យើងទៅ$100ទេចុងឆ្នាំតម្លៃវិហុនឡើងដល់105 110ល្អហើយបាទនេះគោលដៅចុងក្រោយរបស់អ្នកគ្រប់គ្រងរញ្ញវត្ថុហ្នឹងបាទequity របស់ក្រុមហ៊ុននៅដើមឆ្នាំតែ1លានទេចុងឆ្នាំឡើងដល់1លាន10,000 20,000នេះគឺល្អបាទណាបាទដូចយើងនិយាយពីរឿងគោទិញគោរូបគោមកអញ្ចឹងណាទិញ300លក់400ថែម50ទៀតទៅទិញឲ្យ450លក់600ណាបាទអញ្ចឹងឲ្យតម្លៃនឹងវាឡើងទៅរហូតគឺវាល្អហើយណាណាបាទគោនៅតែមួយពេលយើងទៅទិញអាថ្មីថែម50គិតតែខាតណាបាទប៉ុន្តែពេលដែលយើងលក់អាថ្មីមិនលក់បាន300បាទលក់បាន400លក់បានដល់600លក់បាន600ណាបាទចឹងគឺវាដេញទៅអញ្ចឹងព្រោះពេលវេលាព្រោះទំនោររបស់សេដ្ឋកិច្ចពិភពលោកគឺមានកំណើនជាតិប្រមាណជាមធ្យមកំណើន 3% អញ្ចឹងបើសិនជាតម្លៃរបស់ពិភពលោកទាំងមូលនៅឆ្នាំនេះ100អញ្ចឹងឆ្នាំក្រោយទៅឡើងដល់103ហើយតែបើសិនជារបស់យើងឆ្នាំនេះមាន100ឆ្នាំក្រោយបាន102យើងថយយើងដើរជាថយជាងគេតែបើឆ្នាំក្រោយយើងបានឡើងដល់103ដែរអញ្ចឹង balance ជាមួយគេធៀបជាមួយនឹងស្តង់ដារ balance ជាមួយគេតែបើឆ្នាំក្រោយយើងឡើងដល់120ខ្ពស់ជាងអាទំនោររបស់ពិភពលោកអញ្ចឹងយើងដូរឡានថ្មីហើយយើងជិះឡានថ្មីនៅផ្ទះវិឡាហើយដោយសារកំណត់របស់យើងខ្ពស់ជាងសេដ្ឋកិច្ចទូទៅហ្នឹងបាទអាហ្នឹងរវាងអ្នករញ្ញវត្ថុអ្នកពាណិជ្ជកម្មអ្នកសេដ្ឋកិច្ចវាខុសគ្នាកន្លែងហ្នឹងបាទអញ្ចឹងបានតែយើងជិះយន្តហោះទៅជិះអាក្អីសេដ្ឋកិច្ចអាក្អីថោកជាងគេគឺថ្លៃជាងគេសេដ្ឋកិច្ចហ្នឹងបាទដល់ពេលទៅជិះអាក្អី business អានេះគឺសម្បត្តិរបស់វាខ្ពស់ជាងគេហ្នឹងបាទណារឿង business គិតរឿងចំណេញខាតដែរគឺកើនរហូតតែរឿងអ្នកសេដ្ឋកិច្ចអត់ទេស្មើគ្នាហ្នឹងបាទណាចំណូលប្រហែលគឺចំណាយអស់វិញប៉ុណ្ណឹង balance ស្មើគ្នាបាទ100ពីបើលោកអេទីកោរបស់លោកទីបាទហ្នឹងហើយអានោះសេដ្ឋកិច្ចយ៉ាងណាអ្នកសេដ្ឋកិច្ចគឺអត់គិតរឿងចំណេញទេគឺគិតថាធ្វើយ៉ាងណាគឺប្រើប្រាស់ធនធានដែលមាននៅលើផែនដីដើម្បីបម្រើប្រជាជនលើផែនដីហ្នឹងឲ្យមានប្រើប្រាស់គ្រប់គ្រាន់កុំឲ្យខ្វះខាតបាយ3ដល់ពេលអ្នកbusiness គឺគាត់ឆ្លៀតឱកាសហ្នឹងណាគាត់ខិតខំប្រឹងប្រែងច្រើនជាង
អ្នកដែលខ្ជិលចឹងទៅអ្នកដែលខ្ជិលគឺយ៉ាប់យឺនជាងអ្នកដែលប្រឹងប្រែងខ្លាំងគឺគាត់សល់បានច្រើនយ៉ាងទៅបាទគាត់សល់បានច្រើនเห็นฮอตได้มาเมานี่นะฮอตมาเมานี่มาใจตอนนี้การหลักครั้งได้มาเวนี่สำหรับอะไรกับการที่มาสีดำมาเมาเนาะช่วยการเป็นจะมาแสดงsystematicการเรียนที่สร้างใจหรือว่าจะเป็นខ្ញុំឆែកមើលថ្ងៃមុនខ្វីសអ្នកធ្វើខ្វីសបានតែ130នាក់ជាងអ្នកប្រឡងមីធំបាន140នាក់ជាងខ្ញុំមានអ្នកខ្លះអត់បានធ្វើខ្វីសមានអ្នកណាធ្វើបានតែម្ដងហ៎ទាំងអស់យើងធ្វើ2ដងណាជាមួយម៉ោងចេញលេងសម្រាប់ខ្ញុំតម្លាក់បរហាខ្ញុំមើលណាអត់ទេចាំខ្ញុំកាត់គុំបញ្ចូលគ្នាទាំងពីរអត់ទេពួកអាហ្នឹងបើសិនមកឲ្យវាឃើញវីសាទៅតាម email មួយវិញអាហ្នឹងដល់ហើយមានឲ្យតអត់អីចាំខ្ញុំគុំដាក់ទាំងពីរចូលគ្នាតែអាខ្វីសមួយនិង midterm ហើយអ្នកណាអត់មានគឺពណ៌លឿងទៅចាំសុំឆាតសុំខ្ញុំទៅខ្ញុំតម្លាក់លេងឲ្យប្រឡងតទៅភាគច្រើនគឺតែអ្នកអនឡាញឯងអ្នកមកថ្នាក់នេះគាត់បានពីអ្នកអនឡាញព្រោះអ្នកមកថ្នាក់បាន50ទៅ60នាក់ទេតែអ្នកដែលចូលធ្វើ140នាក់សល់80នាក់ទៀតដល់រៀននេះរៀនទី7រៀនទី6បានណាអូខេនេះមើលឧទាហរណ៍នេះមួយទេចាញ់មានតែប្រាប់តែចេញហ្នឹងបានយកចិត្តទុកដាក់មិនទេបានចេញយកទៅចូលលោកគ្រូសុកគាត់មានឲ្យសំណួរត្រៀមប្រឡងហ៎ឲ្យ100ទៅសំណួរ100បាទមានអីឲ្យ10ពេញ5បានចេះ5ដល់ចេះដល់ជាងតិចទោះបីជាពេលខ្ញុំមិនខំលេងតែពេលអត់មើលខ្ញុំមិនខំលេងចឹងនៅក្រោយវាប្រហែល2តុនចឹងបានពីយក32គោទៅដើម្បីស្រួលកែគ្នាហើយយកខុសវា5តុងមកបុគ្គលតម្លៃវាបើស្លឹកនោះគឺមិនស្លឹកមួយស្លឹក$1 $2បាទ$10000 $50,000 $50,000 ជាទៅទៅស្លឹកខ្លះដល់$1 លានចឹងទៅចឹងបានយកមកវាទៅវាសល់អាតុងនេះ75ទៅannual refree rate អត្រាការប្រាក់ប្រចាំឆ្នាំដែលមិនមានហានិភ័យ 4% ជាទូទៅអត្រាការប្រាក់ដែលមិនមានហានិភ័យគឺជាអត្រាការប្រាក់ដែលកំណត់ដោយរដ្ឋាភិបាលណាបាទព្រោះរដ្ឋាភិបាលអត់មានហានិភ័យទេដូចខ្ញុំបញ្ជាក់អញ្ចឹងទោះបីរដ្ឋាភិបាលអាណត្តិចាស់ផុតបោះឆ្នោតបង្កើតរដ្ឋាភិបាលអាណត្តិថ្មីនៅទទួលទាត់សងបំណុលដែរបាទរដ្ឋត្រូវទទួលទាត់សងបំណុលដែរណាបាទ
ហើយអត្រាការប្រាក់ដែលចេញដោយរដ្ឋាភិបាលគឺចេញតាមរយៈអីគេតាមរយៈការបោះលក់បោនបោះលក់បៀលលក់ណូតហ្នឹងសួរថារដ្ឋាភិបាលយើងមានបោនទេមានតាមួយស្លឹកប្រហែលទេថ្ងៃមុន2លានទិញអត់ទាន់គេទេណាបាទដូច AC ដាទិញអស់ច្រើនជាង AC ដាទិញច្រើនជាងគេហ៎បាទតលើកដៃលើកជើងទៅឃើញស្នាមទៅមិនឃើញលៀបអញ្ចឹងផ្លិចតញ្ញាអ្នកដែលមានលុយច្រើនណាជួនកាលលុយគាត់ជីទុកនៅក្រោមក្រែក្រោមដីក៏មិនពេលដែលរត់បោះលក់គាត់ឆ្កឹះលុយហ្នឹងគាត់យកទៅទិញស្របច្បាប់របស់គាត់ណាបាទអាហ្នឹងវាមួយដែរណាបាទមួយដែរគាត់យកលុយទៅទិញណាបាទជួនកាលអ្នកខ្លះគាត់ទុកលុយនៅធនាគារឯកជនច្រើនពេកអ្នកខ្លះគាត់លុយរាប់100លានដុល្លារច្រើនពេកទៅដាក់នៅធនាគារនេះ10លានធនាគារនោះ20លានអញ្ចឹងទៅមានលុយនៅផ្ទះទៀតអញ្ចឹងណាដល់ពេលរត់បោះលក់គាត់ទៅទិញបោះរត់ខ្លះទៅឲ្យរត់ជពាក់លុយគាត់ហើយទិញបោះរត់អត់ចេះខាតទេតែចំណេញរហូត 4% 5% រហូតហ្នឹងបាទ T-note yield គឺ 6% ក្នុងមួយឆ្នាំ delivery month អញ្ចឹងរយៈពេលនៃបានហ្នឹងគឺតែ3ខែទេអញ្ចឹងគេសួរថាតើថ្លៃនៃបាទ expected future price ថ្លៃប្រមាណបាទយើងគណនាមកនេះរយៈពេល3ខែមួយឆ្នាំការ 4% ណាមួយឆ្នាំការ 4% អញ្ចឹងមួយឆ្នាំមាន3ខែប្រមាណដង4ដង4ត្រីមាសបាទមួយឆ្នាំមាន4ត្រីមាសអញ្ចឹងយក 4% គុណ1លើ4មកអញ្ចឹងមានន័យថាមួយត្រីមាស 1% ហ្នឹងរយៈពេល3ខែអញ្ចឹង12ខែស្មើ 4% ហើយinterest income ចំណូលការប្រាក់ណាមួយឆ្នាំ 6% អញ្ចឹងរយៈពេល3ខែគឺគុណ1លើ4មកណា6ចែក4ស្មើ 1.5% នៅក្នុងរយៈពេល3ខែអញ្ចឹងដូច្នេះតម្លៃអនាគតរបស់future បាទ future price គឺយើងយកនេះ105 23ហ្នឹងគឺ23លើ32ខ្ញុំសរសេរលើក្តារខៀនហើយ23លើ32បាទភាគបាយវាគឺ32ណាបាទដូចខ្ញុំបញ្ជាក់មិញអញ្ចឹងទីផ្សារហិរញ្ញវត្ថុកំណត់32ដោយសារចំនួនទាំងអស់ចែកជាមួយ32គឺចែកដាច់បាទអញ្ចឹងក៏បានដែរណាបាទប៉ុន្តែយើងយក105បូកនៅគ្នាខ្ញុំសរសេរបញ្ជាក់កន្លែងហ្នឹង105ត្រេ23អញ្ចឹងស្មើនឹង105%បូក23ចែក32បាទបូកនឹងឡើងហ្នឹងបាទអត់គេសរសេរអត់មានសញ្ញាបូកទេតែនៅក្នុងការអនុវត្តត្រូវតែបូកកន្លែងនេះនឹងថាបូកបាទគុណនឹង1បូកនេះបាទ 0.01 នេះបាទខាងលើនេះគឺborrowing ហើយនេះដក 0.015 ណាបាទណាអញ្ចឹងឃើញ105បាទ718បើ7188នេះអា7188នេះស្មើប៉ុន្មានស្មើ6ធ្វើម៉េចមកគេស្មើ6វិញគេសរសេរវាបាទអូមែននេះគុណនេះអានេះ71អូ7188ហ្នឹងនេះ76នេះ7185គឺ7188ហើយគុណនេះមកសងនេះ0.95អ្នកសងនេះ0.95បាទ0.95គឺយកលើគុណមកជើងឃើញណាឃើញ105.142ហើយទៅសេក្នុងជាទម្រង់មួយទម្រង់មួយដើមមកវិញ105នេះគឺ105ដែរបាទ19.02នេះគឺស្មើ6ពេលនេះយើងយក6ទៅចែកឲ្យ32នេះឃើញតែក្នុងចែកចាំមើល6ចែក32 6ចែក32 18.75
សេម៉ាត់14នេះ0ដោយសារយកអត់ពីនេះដែរอันนี้คือสนิมจัดมวยไฟเปิดปรามจัดมวยไฟเปิดปรามนะไฟใบนะគ្រូសុំសួរមួយអាឡាយ x 0.995បានមកពីណាលោកគ្រូនេះបានមកពីកន្សោមនេះកន្សោមនេះ x អាហ្នឹងមិន x នេះសញ្ញាគុណណាយើងយក1បូកឲ្យ 0.01 ដល់ឲ្យ 0.015 1បូកឲ្យ 0.01 ដល់ឲ្យ 0.015 ជាង 0.09 បាទ95ហ្នឹងហើយណាបាទហើយគុណជាមួយនឹង 105.71 875 មកឃើញ 901 ដក 105 ចេញមកស្មើ 6 ណា 6 ចែក 32 លោកគ្រូចាក់ធ្វើការកណនីលេខហ្នឹងឡើយ 105 យើងអត់ទាន់ធ្វើការកណនីទេយើងកណនីតែ 23 ចែកនឹង 32 ហើយគុណនឹងកសោមពីមុខនឹងបន្តទៀតសិនលោកគ្រូបាទចប់មើលខ្ញុំមើល 0.71 875 គុណជាមួយនឹង 0.71 875 គុណ 0.945 គុណទាំងអស់តាអានេះយើងគុណទាំងអស់តាបើន័យថាកន្សោមនេះយើងបំបែកទៅនេះកន្សោមនេះបើខ្ញុំសរសេរភាសាទៀតឲ្យមើលស្រួលយល់កន្សោមនេះខ្ញុំភ្លេចថតដាក់ឲ្យមើលមកនឹងលើក្តារខៀននេះវាស្មើប៉ុណ្ណេះហើយកន្សោមនេះស្មើប៉ុណ្ណេះខ្ញុំសរសេរលើក្តារខៀនអត់ថតដាក់ឲ្យមើលណាខ្ញុំថតនេះដាក់ឲ្យមើលទេដល់អ្នកអនឡាញខតមើលឃើញតែខ្ញុំបំបែកដល់ហើយនេះបានវាស្មើប៉ុណ្ណឹងចាំមើលខ្ញុំថតដាក់ឲ្យមើលឃើញទេបាទតែហេតុអីបានវាស្មើទៅនឹងបាទ 105 23 លើ 32 ចឹងវាស្មើនឹង 105.71 88 ដោយសារយើងយក 105 បូកជាមួយនឹងកតាមក 23 ចែក 32 មកណាចឹង 23 ចែកឲ្យ 32 ស្មើនឹង 71 88 ចឹងយើងបូកទៅឃើញ 105.188 ណាបាទឃើញមើលយល់ទេអ្នកសួរអនឡាញបាទលោកគ្រូបាទលោកគ្រូមួយទៀតអាយើងសរសេរចេញជា 105 ហើយ06បានមកពីណានៅកន្លែងហ្នឹងគឺខ្ញុំលុបវិញដើម្បីសរសេរមើលអា 105 ខាងដើមនេះ
គឺវាបាន105ហ្នឹងហើយនេះ105ហ្នឹងណាបន្ទាប់មក 0.1902 នេះគឺវាបាន 0.6 ធ្វើម៉េចឃើញ 0.6 ឥឡូវយើងបញ្ច្រាស់វិញបញ្ច្រាស់ទៅលើវិញយើងយក6ចែក32មកឃើញប្រហែល6ចែកឲ្យ32ឃើញ 0.1875 ឥឡូវវាស្ទើរណាអានោះវា1902នេះ1875របៀងបន្តិចរបៀងខ្ទុយបន្តិចណាបាទឥឡូវយើងយក19 0.19 02គុណជាមួយ32មកគឺ 0.6 អញ្ចឹង6កន្លែងហ្នឹងគឺបានមកពី 0.1902 គុណជាមួយនឹង32ខ្ញុំលុបវាចេញខ្ញុំសរសេរឡើងវិញ6ចុចចឹងបានគេយកលេខ6ហ្នឹងមកណានេះបាទ 0.6 នៅកន្លែងនេះគឺយើងយក19ចេញសិនគូអត់ថ្នឹកសោះវិញ1902វាបាន 0.6 ធ្វើម៉េចបាន16 0.6 យើងគុណមកចែកឬគុណតែគុណឃើញ6លោកគ្រូគុណនឹង32ឥឡូវយើងចង់ដឹងថាវាគុណឬចែកយើងធ្វើចេះទៅធ្វើវិធីផ្ទឹមវាទៅគុណនេះត្រូវជាងណាគុណឃើញ6លោកគ្រូបាទគុណនឹង32មកគុណ32គុណ 6.08 បាទជើងគេយក6ហ្នឹងហើយណាយក6គុណ32យើងមិននិយាយ06លោកគ្រូបើយើងគុណឃើញ 6.08 ហ្នឹងលោកគ្រូពួកយើងបានបញ្ជាក់ខាងលើហើយអាកតុយហ្នឹងអត់អាចលើស32ទេតោះណាជើងយើងគុណឃើញ6យើងដាក់លេខបាទ06មកបើគុណឬចែកយើងគិតឲ្យច្បាស់មកគុណឬចែកបើចែកឃើញ5ជាងទេលោកចែកយកអីចែកគាត់នៅចែកដែរ0.1902 ចែកនឹង32ចឹងនិយាយរួមអាកន្លែងកន្ទុយពី105អត់អាចលើ32ទេបើលើ32ទៅមកថាវា33អញ្ចឹងអា105ហ្នឹងវាត្រូវឡើង106ហើយឡើង106.01ហើយណាតោះនេះបាទលោកគ្រូតោះតែអញ្ចឹងលោកគ្រូចង់ពេលយើងចែកទៅជាក់ស្ដែងយើងឃើញ6ប៉ុន្តែហេតុអីបានយើងសរសេរ06អញ្ចឹងលោកគ្រូអញ្ចឹងវាស្មើ105បូកឲ្យ33ចែកឲ្យ32ណាស្មើនឹង105បូកឲ្យ32ចែក32បូកឲ្យវាសល់1អញ្ចឹងណាបូកឲ្យ1លើ32អញ្ចឹងស្មើនឹង105បូកឲ្យ32លើ32បូកឲ្យ1លើ32អញ្ចឹងវាស្មើនឹង105បូកឲ្យ1បូកឲ្យ1លើ32ចឹងស្មើ106
នេះ32បាទ1លើ32ចឹងស្មើនឹង106 1បាទក្នុងករណីនេះ33វាលើ32ណាបាទលើចង់ដឹងគុណឬចែកខ្ញុំថតនេះដាក់មួយទៀតសម្រាប់អ្នកអនឡាញបងយើងកន្លែងនេះមិនបាន23ឃើញបាន23ឃើញ71 សូត្របាទ0.71 875ក្នុងវិញប្រហែល1.0ប៉ុន្មាន0.119 0.2នេះ x ចឹងគេរក x មកទៅវាទៅ x ស្មើនឹង23 0.23 ស្មើនឹង23 x ស្មើនឹង23ហើយយើងទៅធៀបជាមួយ23ដែរជាងធៀបមួយ32ប្រហែលមិនស្រួលមិនចឹងទេ32គឺស្មើ1មិនចឹងទេបាទ x ស្មើនឹង 0.19 02 គុណជាមួយនឹង32ចែកឲ្យ1អញ្ចឹងបើយើងអត់ចែកទេត្រូវយក 0.នេះបាទទេគុណជាមួយ30គុណ32ត្រូវហើយអញ្ចឹងត្រូវគុណ32អត់ចែកទេតែអត់ត្រូវ6នឹងឯពូគុណទៅវាអាចធំលើ32ទេណាគឺត្រឹមតែ32យកក្រោមទេអញ្ចឹងយើងគុណឃើញ31យើងសេ31តែបើនេះវាឃើញ23យើងគុណ23ហើយបើយើងឃើញ7គឺយើងសេ7ហើយពួកយើងឃើញ6ចុចដល់ពេលយើងសេទៅសេ0 ទៅសេ6ក៏បានដែរវាដែរពុំមែនសូមទៅក្រោយណាត់យកបាទយើងសេ6នៅកន្លែងហ្នឹងក៏បាន105 0.1ក៏នៅតែ6ចែកមួយ32 105 6គឺតែ6ចែក32ក៏ដែរទៅគាត់សេមក 0.6 អញ្ចឹងនេះកាត់តែ6ទៅមកអាចលើ32ទេអត់ទៅចឹងពួកយើងយក32ទីគោលរកន្លែងតោះនេះមកនេះអនឡាញមើលទៅស្មើនឹង6គេហ៎6អត់នេះគាត់មើលមួយទៀតមើលដូរការងារទៅការទីផ្សារហ៊ុនមកប្រើចេះច្បាស់បន្ថយមកប្រើស្អីអាចនៅវិឡាអញ្ចឹងណាបាទខ្ញុំអត់ទេខ្ញុំមិនសមតិចទៅជិលជិលលូបលូបណាមើលសងអាឡូននេះអត់ទេយកឡូនថ្មីទៀតទៅណាបាទឲ្យគេឲ្យខ្ចីអត់ទេគ្រូចាំយ៉ាងនេះគេឲ្យខ្ចីទៀតតែថ្ងៃមុនគេថាយកថែមទៀតលោកគ្រូគុណសិស្សយកថែមទៀតគ្រូទៅអត់ទេអត់យកទេចាំមើលរួចសិនយើងយកថែមពេកវាសម្ពាធខ្លាំងណាសម្ពាធយើងល្មមទៅតាមសមត្ថភាពរបស់យើងសិនណាបាទកលៈទេសៈប្រើគ្រូតាមកលៈទេសៈអត់ទេព្រោះឥឡូវវាកម្រមានOHB ឲ្យការប្រាក់លើប្រាក់រៀល 7% 7% OHB 7% ណាប៉ុន្តែយើងអត់ទាន់ច្បាស់ថាតើវាអាចឥឡូវបានថាយើងទៅឡូនយើងឡូន 6% កន្លះជាលុយដុល្លារដល់ពេលទៅដាក់ជាលុយរៀលបាន 7% អញ្ចឹងចំណេញកន្លះ%មែនប៉ុន្តែប្រយ័ត្នពេលខាងស្ទើរតែយើងខាត exchange rate វិញ interest rate យើងចំណេញតែដល់ពេល exchange rate ខាត
អានោះខាតតា mà nó cũ mà តែបើសិនជាយើងចំណេញទាំង interest rate ចំណេញទាំងexchange rate ទៀតអានោះដុកណាដុកណាយើងចំណេញដុកនឹងលឿនណាលឿន tại vì cái mày tao dùng thư trần bạn បាទអញ្ចឹងធនាគារគេមានបុគ្គលិកសិតតែមន្ត្រីបញ្ញវន្តពួកយើងពងគួយណាបាទគឺគិតអានឹង còn là xô này là xô một người đó ដូចយើងនិយាយសេដ្ឋកិច្ចមកអញ្ចឹងណាបាទអ្នកលេងល្បែង2នាក់បើម្នាក់ឈ្នះម្នាក់ទៀតចាញ់ហើយចាញ់ហើយបាទណាបាទអញ្ចឹងបើសិនជាយើងអ្នកវិនិយោគជាមួយធនាគារនឹងយើងចំណេញរហូតពេកអញ្ចឹងធនាគារខ្សែធនបាត់ទ្វារបាត់ហើយបាត់ទ្វារ tại vì cái là dân vô nó ai tên trên đây tham ban thế បាទ chẳng bạn việc gì ao vô được chứ បាទអ្នកលុយអូលុយច្រើនផងសឹកដោះ50000ហ្នឹង tại vì đều bị nâng lên tốt ạ ជីលេងតំណឹងឯងចប់ហើយមេរៀនឬក៏កែលម្ហាត់មួយសិនសំជីលេង nhà mai ba đây đó là ដោយសារយើងថែមម៉ោងអញ្ចឹងហើយយើងដល់ម៉ោងណាតើឥឡូវសម្រាប់ចុះចាំម៉ោងមួយសំចូលវិញណាបាទអរគុណសម្រាប់អ្នកអនឡាញក៏សម្រាប់ដែរចូលមេរៀនចប់មកវិញកែ4 5 6លំហាត់ចប់ហើយ